ពេលវេលាដែលចាប់ផ្ដើមធ្វើអីមួយáវាអត់សំខាន់ថាពេលណាដែលវាស័ក្តិសមនឹងចាប់ផ្ដើមធ្វើអីមួយនៅក្នុងជីវិតណាវាអត់សំខាន់ទេបងប្អូនសាកសម័យមើលនៅខ្វះតែប្រហែលថ្ងៃទៀតទេគឺដាច់ឆ្នាំ2025ចូល2026ហើយរឿងដែលលំបាករឿងដែលអឺ stress ជាច្រើននៅក្នុងឆ្នាំ2021ហ្នឹងវាច្រើនមែនតើអញ្ចឹងហើយតើអរគ្នាគួរតែចាប់ផ្ដើមធ្វើអីមួយឬក៏ចង់សម្រេចអីនៅក្នុងឆ្នាំ2026ដល់គ្នាគួរតែ note ពីឥឡូវគួរតែកត់គោលដៅរបស់យើងពីឥឡូវទៅព្រោះថាផ្លេចខ្លួនមួយឆ្នាំគឺលឿនមែនតើហើយដល់គ្នាបាច់រំពឹងថាចាំពេលវេលាចាំពេលនេះចាំមានអានេះចាំមានអានោះចាំពេលនេះពេលនោះដើម្បីឲ្យសមស្របក្នុងការចាប់ផ្ដើមធ្វើអីមួយដល់គ្នាដូចជាការធ្វើវីដេអូរបស់ខ្ញុំនេះខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តថតរូបស្រឡាញ់ការថតរូបស្រឡាញ់ការថតវីដេអូអឺពីដើមដំបូងឡើយហ្នឹងខ្ញុំធ្វើវីដេអូកំឡុងពេលដែលជីវិតរបស់ខ្ញុំវាដុនដាបខ្លាំងខ្ញុំជួបរឿងមួយដែលវាធ្វើឲ្យជីវិតខ្ញុំពិបាកខ្លាំងមែនទែនពេលហ្នឹងណាដុនដាបមែនទែនហើយដំណើរជីវិតខ្ញុំមិនគិតថាខ្ញុំអាចមានរាល់ថ្ងៃនេះទេចាប់ផ្ដើមដំបូងឡើយហ្នឹងគឺការដែលឲ្យខ្លួនឯងរវល់ខ្ញុំចង់ឲ្យខ្លួនឯងរវល់ច្រើនព្រោះបើកាលណាខ្ញុំរវល់ច្រើនខ្ញុំអត់មានពេលគិតរឿងដែលខ្ញុំពិបាករឿងដែលខ្ញុំឆ្លងកាត់មកហ្នឹងខ្ញុំវាអត់មានពេលគិតអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមធ្វើរហូតមកដល់រាល់ថ្ងៃនេះរបស់គ្នាវាអាចថាมันអស្ចារ្យអីទេសម្រាប់អ្នកដទៃប៉ុន្តែសម្រាប់ខ្ញុំគិតថាវាអស្ចារ្យព្រោះខ្ញុំសាងcredit ខ្លួនឯងតាំងពីអត់មានអ្នកគេស្គាល់ខ្ញុំសោះរហូតដល់ខ្ញុំទៅក្រៅអញ្ចឹងខ្ញុំទៅកូរ៉េខ្ញុំនៅកូរ៉េហ្នឹងខ្ញុំទៅក្រៅអញ្ចឹងគេគេគេថាគេធ្លាប់ឃើញវីដេអូយើងគេធ្លាប់ឃើញក្នុង TikTok នៅក្នុង page រហូតដល់មានអ្នកមួយចំនួនដែលយើងគិតថាគាត់ជាអ្នកល្បីដែលយើងស្រឡាញ់ចូលចិត្តគាត់អញ្ចឹងគាត់ស្គាល់ហើយខ្ញុំពិតជាសប្បាយចិត្តមែនតើអត់នឹកស្មានតែខ្ញុំអត់នឹកស្មានថាខ្ញុំទទួលបានលទ្ធផលដូចថ្ងៃនេះឯងវាអាចថាមិនមែនជារឿងអីដែលអស្ចារ្យឬក៏ធំដុំប៉ុន្តែវាអស្ចារ្យសម្រាប់ខ្ញុំអញ្ចឹងណាដោយសារតែខ្ញុំហ៊ានចាប់ផ្ដើមធ្វើពីដំបូងហើយពេលដែលខ្ញុំចាប់ផ្ដើមធ្វើវីដេអូដំបូងខ្ញុំអត់រំពឹងថាខ្ញុំនឹងដូចរាល់ថ្ងៃនេះខ្ញុំអត់រំពឹងលទ្ធផលដែលល្អទេឬក៏លទ្ធផលមួយដែលវាហួសហេតុទេខ្ញុំដាក់ចិត្តថាខ្ញុំសប្បាយចិត្តនឹងធ្វើហើយដំណាក់កាលដំបូងខ្ញុំលើកទឹកចិត្តខ្លួនឯងឲ្យខ្ញុំហ៊ានចាប់ផ្ដើមធ្វើទោះបីជាវាល្អមិនល្អវីដេអូខ្លះឆ្គងឬក៏យើងនិយាយអត់សមអត់ទំនងអញ្ចឹងប៉ុន្តែអត់អីទេព្រោះខ្ញុំគិតថាអាហ្នឹងវាជាជំហានទី1របស់យើងហើយជីវិតមនុស្សអ្នកណាក៏មានជំហានទី1ដែរជំហានទី1វាអាចល្អឥតខ្ចោះទេអញ្ចឹងកុំចាំថាពេលវេលាសមស្របពេលណាឬក៏ចាំតែមានកាមេរ៉ាល្អឬក៏ទូរស័ព្ទចេះចុះចាំមានអានេះចាំមានអានោះបានតើអស់គ្នាចាប់ផ្ដើមធ្វើវីដេអូឬមួយក៏តើអស់គ្នាចាប់ផ្ដើមធ្វើរឿងថ្មីអីមួយសម្រាប់ជីវិតណាតើអស់គ្នាមិនបាច់ចាំទេព្រោះវាអត់មានពេលវេលាណាដែលសមស្របសម្រាប់ឲ្យតើអស់គ្នាចាប់ផ្ដើមទេសំខាន់តើអស់គ្នាធ្វើអាបច្ចុប្បន្នហ្នឹងឯងថាតើតើអស់គ្នាសួរខ្លួនឯងថាតើអស់គ្នាហ៊ានឈានជើងចាប់ផ្ដើមធ្វើរឿងដែលថ្មីនឹងអត់ដំណាក់កាលដំបូងគឺខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើហើយក៏មានព្រាយមិត្តជាច្រើនគាត់ឆាតចូលក្នុង page របស់ខ្ញុំអ្នកខ្លះក៏គាត់ comment អឺសួរពីរបៀបធ្វើវីដេអូពីរបៀបកាត់វីដេអូអីផ្សេងហ្នឹងណាហើយខ្ញុំអត់មានអីចែកម្លែកប្រាប់អ្នកនរគ្នាព្រោះវីដេអូដែលខ្ញុំបរៀនឬក៏ប្រាប់ថាការធ្វើវីដេអូរបស់ខ្ញុំហ្នឹងរបៀបម៉េចគឺខ្ញុំធ្លាប់ធ្វើចាញ់ច្រើនមែនតើហើយសម្រាប់ខ្ញុំមាតិការបស់ខ្ញុំធ្វើគឺកំ pl ែងខ្ញុំអត់មានជំនាញទេព្រោះខ្ញុំរវល់ខ្ញុំត្រូវធ្វើការឲ្យតកែ8ម៉ោងហើយខ្ញុំកាលពីហ្នឹងខ្ញុំរៀនខ្ញុំស្ដាប់ខ្ញុំរៀនតាមរយៈការស្ដាប់ podcast ខ្ញុំត្រូវរកនៅ content ថ្មីខ្ញុំរៀនភាសាកូរ៉េអញ្ចឹងខ្ញុំអត់មានជំនាញទៅលើការកាត់ត edit graphic អីដាក់ sound effect អីឲ្យវាលះដូចអ្នកផលិតមាតិកាពេញម៉ោងទេអញ្ចឹងអីដែលខ្ញុំធ្វើមាតិការបស់ខ្ញុំគឺនិយាយកំ pl ែងអញ្ចឹងវីដេអូរបស់ខ្ញុំភាគច្រើនគឺនិយាយវាអានេះវាប្រើទេពកោសល្យចេញពីខាងក្នុងវាអត់មែនជាជំនាញអីទេហើយនៅពេលដែលធ្វើកាន់តែយូរទៅ
cóចាប់ផ្ដើមមានគេតាមដានច្រើនហើយក៏គេស្រឡាញ់ចូលចិត្តគេចាំសលេងយើងគេចាំអាទេពកោសល្យរបស់យើងចាំអាភាពយូនីករបស់យើងថាយើងជាអ្នកកំ pl ែងចឹងអានេះពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេចឹងខ្ញុំលើកទឹកចិត្តឲ្យទាំងអស់គ្នាធ្វើអីដែលទាំងអស់គ្នាអាចធ្វើបានអីដែលទាំងអស់គ្នាមានក្នុងបច្ចុប្បន្នហ្នឹងបើទាំងអស់គ្នាចូលចិត្តធ្វើម្ហូបទាំងអស់គ្នាធ្វើម្ហូបបើទាំងអស់គ្នាចូលចិត្តរៀនភាសាឬក៏រៀនអីផ្សេងអីដែលទាំងអស់គ្នាអាចរៀនហើយចែកម្លែកទៅកាន់អ្នកដទៃបានទាំងអស់គ្នាធ្វើអាហ្នឹងឬក៏ទាំងអស់គ្នាចិត្តអានសៀវភៅទាំងអស់គ្នាចូលចិត្តភាពស្ងៀមស្ងាត់ឬក៏quote លើកទឹកចិត្តឬក៏ការនិយាយបែបលើកទឹកចិត្តទាំងអស់គ្នាធ្វើអាហ្នឹងទៅឬមួយក៏កំ pl ែងអីដូចខ្ញុំឬមួយក៏បែបវីដេអូបែបលក្ខណៈស្អាតស្អាតឬក៏ធ្វើវីដេអូពី lifestyle ជីវិតការរៀបចំខ្លួនអីផ្សេងឬមួយក៏អាចជាធ្វើវីដេអូអំពីអាហារសុខភាពអីចឹងផ្សេងអាការហូបចុកបែបសុខភាពល្អអញ្ចឹងវាមានច្រើនមែនតើថាតើអ្នកនរគ្នាស្រឡាញ់អាការផលិតវីដេអូឬក៏ការនិយាយបែបណាសំខាន់តើអ្នកគ្នាសួរខ្លួនឯងសិនព្រោះថាអ្នកធ្វើវីដេអូសំខាន់តើអ្នកគ្នារកខ្លួនឯងឲ្យឃើញសិនថាអ្នកគ្នាចូលចិត្តអីស្រឡាញ់អីព្រោះបើកាលណាយើងធ្វើអីដែលយើងស្រឡាញ់យើងធ្វើបានយូរយើងដើរបានវែងណាបើកាលណាយើងចេះតែធ្វើទៅវាយូរទៅយើងវាក៏អស់ចំណងយើងក៏ធុញដែរប៉ុន្តែក្នុងដំណាក់កាលដំបូងសម្រាប់ខ្ញុំហ្មងខ្ញុំអត់ទាន់ដឹងថាខ្លួនឯងនឹងវាដុំកំ pl ែងចង់ដូចឥឡូវហ្នឹងដែរអ្នកនរគ្នាខ្ញុំក៏ចេះតែធ្វើច្រើនខ្ញុំសាកល្បងខ្ញុំឲ្យខ្លួនឯងសាកល្បងណាខ្ញុំនៅតែនិយាយទៀតខ្ញុំនៅលើកទឹកចិត្តឲ្យអ្នកនរគ្នាហ៊ានឈានជើងសាកល្បងហ៊ានឈានជើងធ្វើពេលហ្នឹងអ្នកនរគ្នាច្បាស់ជារកឃើញចំណុចណាមួយដែលអ្នកនរគ្នាធ្វើឲ្យអត់ធុញឲ្យស្រឡាញ់ទៅលើវាអ្នកនរគ្នាសាកល្បងធ្វើទៅខ្ញុំធ្វើច្រើនណាស់ខ្ញុំថតវីដេអូបែបសកម្មភាពឬក៏ការធ្វើម្ហូបឬការរៀបចំផ្ទះវីដេអូ unbox ផ្សេង vlog ខ្លីបែបសកម្មភាពខ្ញុំធ្វើច្រើនប៉ុន្តែអត្តសញ្ញាណខ្ញុំមួយដែលគេស្គាល់ខ្ញុំច្រើនគឺជាការនិយាយកំ pl ែងចឹងហើយខ្ញុំក៏ឃើញខ្លួនឯងខ្ញុំក៏ចាប់ផ្ដើមធ្វើអាហ្នឹងឲ្យខ្លាំងព្យាយាមនឹកអារបៀបនិយាយបែបម៉េចឲ្យវាប្លែកឲ្យតាក់ចិត្តអ្នកមើលចឹងណាអស់ហើយវាតែប៉ុណ្្នឹងហើយសង្ឃឹមថាទាំងអស់គ្នាយល់ពីគោលបំណងក្នុងការធ្វើវីដេអូរបស់ខ្ញុំទាំងអស់គ្នាលឿនមែនតើមួយឆ្នាំពីរមួយឆ្នាំលឿនមែនតើបើទាំងអស់គ្នាចង់ធ្វើអីឬក៏ចង់ set goal ដៅអីមួយក្នុងឆ្នាំ2026ទាំងអស់គ្នាគួរតែទៅសេពីឥឡូវទៅហើយសាកល្បងធ្វើទាំងអស់គ្នាកុំតន់អាលគិតពីលទ្ធផលថាវាបានឬក៏មិនបានសំខាន់ទាំងអស់គ្នាសាកល្បងធ្វើសិនហើយលទ្ធផលមិនមែនធ្វើកណ្ដឹងបានលទ្ធផលស្អែកទេអ្នកនរគ្នាដូចខ្ញុំខំយូរមួយឆ្នាំជាងបើខ្ញុំមានលទ្ធផលដែលខ្ញុំកំពុងតែមានរាល់ថ្ងៃនេះខ្ញុំខំបៀលខ្លួនឯងតាំងពី0 follower តាំងពីអត់មានគេស្គាល់រហូតដល់ចេញទៅក្រៅគេស្គាល់ខ្ញុំចាត់ទុកថាវាជារឿងដែលអស្ចារ្យសម្រាប់ខ្ញុំវាជារឿងដែលខ្ញុំពិតជាសប្បាយចិត្តហើយខ្ញុំមានមោទកភាពមួយខ្លួនឯងខ្ញុំសប្បាយចិត្តនៅពេលដែលគេឆាតមកប្រាប់ខ្ញុំថាបងសប្បាយចិត្តណាស់ពេលបងបានមើលវីដេអូឯងបងមានកម្លាំងចិត្តបងបាត់ stress បងបាត់ set វាជាថ្នាំដែលធ្វើឲ្យអ្នកដទៃមានកម្លាំងចិត្តហើយចឹងខ្ញុំពិតជាសប្បាយចិត្តមែនតើចឹងខ្ញុំនៅតែលើកទឹកចិត្តឲ្យទាំងអស់គ្នាសាកល្បងចេញទៅធ្វើអញ្ចឹងសង្ឃឹមថាជាគំនិតខ្លះសម្រាប់ទាំងអស់គ្នាពិចារណាណាហើយសំខាន់បំផុតនឹងគឺថែសុខភាពផ្លូវកាយផ្លូវចិត្តឲ្យមែនតើខំប្រឹងធ្វើការរលុយហើយសំខាន់និយាយទៀតគឺសុខភាពផ្លូវចិត្តសុខភាពផ្លូវកាយព្រោះថាប្រជាជនខ្មែរយើងប៉ះទង្គិចផ្លូវចិត្តច្រើនក្នុងឆ្នាំ2025នេះពួកយើងគឺជួបរឿងក្រៀមក្រំគឺរឿងសង្គ្រាមប្រទេសជាតិនឹងឯងអញ្ចឹងទាំងខ្ញុំទាំងគេគឺផ្លូវចិត្តពិបាកគឺយើង stress ច្រើនអញ្ចឹងហូបឲ្យឆ្អែតគេងឲ្យបានគ្រប់គ្រាន់ថែសុខភាពផ្លូវកាយផ្លូវចិត្តខំប្រឹងធ្វើការរលុយបានច្រើនហើយក៏ជួយជាជំនួយខ្លះទៅដល់វីរៈកងទ័ពយើងដែលគាត់នៅជួរមុខណានៅព្រំដែនណាអញ្ចឹងមានតែប៉ុណ្្នឹងទេពីខ្ញុំទៅសង្ឃឹមថាជាប្រយោជន៍សម្រាប់ទាំងអស់គ្នាពិចារណាខ្លះបាយបាយជួបគ្នាវីដេអូក្រោយ